ក្រោយពីមានមន្ទិលសង្ស័យមួយចំនួនពាក់ព័ន្ធជាមួយនឹងអ្នកនាងសាមីជូថាអ្នកនាងជាប់ពន្ធនាគារគ្រាន់តែជារឿងការប្រឌិតតែប៉ុណ្ណោះស្រាប់តែពេលនេះលោកផៃវណ្ណៈក៏បាននិយាយប្រលះចំទៅបុគ្គលមួយចំនួនដែលនិយាយបែបនេះហើយនៅក្នុងនោះលោកផៃវណ្ណៈក៏បានសរសេរសំណេរជាសារផុសនៅលើបណ្ដាញសង្គម Facebook និយាយចំបែបនេះថាដើម្បីដោះស្រាយមន្ទិលសង្ស័យថាសាមីជូចូលតាមទ្វារមុខចេញតាមទ្វារក្រោយខ្ញុំសូមឧបត្ថម្ភប្រាក់ប្រចាំខែប្រចាំឆ្នាំដល់បងប្អូនណាដែលស្ម័គ្រចិត្តទៅដេកយាមសាមីជូនៅក្នុងពន្ធនាគារព្រោះមានតែវិធីសាស្ត្រនេះទេដែលជួយដល់អ្នកមានមន្ទិលសង្ស័យឲ្យបានឈប់ឆ្ងល់និងយល់ច្បាស់តើមានបងប្អូនណាស្ម័គ្រចិត្តទៅដេកក្នុងពន្ធនាគារដើម្បីឃ្លាំមើលសាមីជូសូមតាក់ទងមកខ្ញុំនឹងផ្ដល់រង្វាន់និងផ្ដល់ដំណោយឲ្យបាទនេះគឺជាបាទសំណេររបស់លោកផៃវណ្ណៈក្រោយពីបងប្អូនជាច្រើនមានមន្ទិលសង្ស័យថាបាទអ្នកនាងសាមីជូនឹងបាទមិនបានជាប់ពន្ធនាគារពិតប្រាកដទេគ្រាន់តែថតដើម្បីបើពង្រឹងកិច្ចតែប៉ុណ្ណោះប៉ុន្តែលោកផៃវណ្ណៈក៏បានប្រលះទៅអ្នកដែលនិយាយបែបនេះចំថាបើសិនជាបងប្អូនមិនជឿបាទបងប្អូនអាចទៅដេកបាទយាមគុកបាទចាំមើលថាតើអ្នកនាងសាមីជូនឹងជាប់ពន្ធនាគារមែនដែរឬទេបាទអញ្ចឹងទេបងប្អូនណាដែលនៅមានមន្ទិលសង្ស័យបាទសូមតាក់ទងទៅលោកពូផៃវណ្ណៈដើម្បីទៅដេកយាមគុកទៅលោកពូផៃវណ្ណៈនឹងផ្ដល់ជាអំណោយនិងលុយកាក់មួយចំនួនបាទដើម្បីឲ្យបងប្អូនទៅដេកយាមថាតើបាទអ្នកនាងសាមីជូនឹងជាប់ពន្ធនាគារប៉ិតដែរឬទេបាទអញ្ចឹងជាចុងក្រោយនៃវីដេអូនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេច comment ជាការបញ្ចេញមតិនៅខាងក្រោមវីដេអូនេះទាំងអស់គ្នា